ចាដំណាប់ស្វាយបងប្អូនធ្វើដំណាប់ស្វាយឥឡូវហ្នឹងចិត្តស្វាយយកមកក្លុកឲ្យម៉ត់ស្រួលកូរទៅវាអត់ដុំហើយដាក់អំបិលបន្តិចច្បាច់ក្រូចឆ្មាបន្តិចមិនបន្តិចទេក្រូចឆ្មាមកប៉ុណ្ណឹងខ្ញុំដាក់ក្រូចឆ្មាមួយកណាត់ចាហើយអំបិលដាក់មួយចុងស្លាបព្រាកាហ្វេដើម្បីឲ្យវានៅពណ៌ស្រស់ចានៅពណ៌ស្អាតហើយនឹងវាមានជាតិជូរអែមព្រោះស្វាយហ្នឹងស្វាយវាផ្អែមចាផ្អែមដល់ពេលផ្អែមពេកចឹងខ្ញុំចង់បានជាតិជូរអែមចាអញ្ចឹងច្បាច់ក្រូចឆ្មាឡើងមួយកណាត់ចាហើយជូរអែមឆ្ងាញ់បងប្អូនល្មមហើយអត់ប្រើស្ករទេចាហើយកូរវាទៅតែដាច់ទឹកណាចាដាក់ភ្លើងតិចចាបងប្អូនពេលកូរនឹងតែយើងដាក់ភ្លើងខ្លាំងគឺវាផ្ទុះទៀតមកត្រូវដៃត្រូវមុខឥឡូវហ្នឹងហើយវាឆាប់ខ្លោចបាតអញ្ចឹងប្រើភ្លើងតិចហើយកូរជាប់ចឹងនេះចិត្តដាច់ទឹកចាតែឃើញបាតខ្ទះហើយយើងកូរទៅឃើញបាតខ្ទះហើយដាច់ទឹកហើយនេះអត់ប្រើភ្លើងខ្លាំងទេណាតែប្រើភ្លើងខ្លាំងអត់បានទេផ្ទុះអស់សាច់ស្វាយចេញអស់ឥឡូវហ្នឹងចាក់ដាក់ថាហាលបានមួយថ្ងៃវាក្តៅផងហាលបានមួយថ្ងៃបកយកមកហាលនៅក្នុងផ្ទះចារួចរាល់ជូរអែមឆ្ងាញ់ចា